ថ្ងៃនេះខ្ញុំនិយាយអំពីប្រធានបទម៉ូតូចំពោះម៉ូតូដែលគ្មានឯកសារឬក៏ម៉ូតូដែលអត់កាត់គ្រីគេហៅថាម៉ូតូអត់ឯក ID ណោះយើងនិយាយម្យ៉ាងទៀតថាម៉ូតូអត់មានឯកសារគ្រប់គ្រាន់ចំណែកភាសារបស់បងប្អូនអ្នកលក់ជាទូទៅគាត់និយាយថាម៉ូតូអត់លីអូម៉ូតូអត់បេះដូងម៉ូតូអត់អីផ្សេងអញ្ចឹងទៅតាមភាសារបស់គាត់ដែលគាត់និយាយប៉ុន្តែយើងឃើញម៉ូតូនឹងឃើញចរាចរណ៍តាម social media តាម online ដូចជាតាម Facebook ដូចជាតាម TikTok តាមអីជាច្រើនសម្រាប់ម៉ូតូអត់ឯកសារអញ្ចឹងប៉ុន្តែអានឹងដោយសាររដ្ឋយើងនៅធួលលងនៅកន្លែងហ្នឹងនៅឡើយអញ្ចឹងជាទូទៅបងប្អូនយើងប្រយ័ត្នប្រយែងការទិញម៉ូតូដែលអត់មានឯកសារដែលអត់មានអីអញ្ចឹងវាពិបាកវាអាចទៅស្រួលឬក៏អាចទៅពិបាកដោយសារបងប្អូនខ្លះក៏គាត់មានបញ្ហាជាប់គុកជាប់ច្បាប់ដោយសារតែម៉ូតូអត់ឯកសារអញ្ចឹងទៅតម្លៃវាធូរថ្លៃមែនវាក្រោមទីផ្សារមែនប៉ុន្តែហានិភ័យយើងចង់និយាយថាកុកតិចជុំប៉ុន្តែជុំអត់តិចកុកទេយើងប្រើទៅវាអត់បញ្ហាគឺអត់ទេស្រាប់តែថ្ងៃមួយមានបញ្ហាជាងបងប្អូនប្រកាសជាមានការលំបាកអញ្ចឹងថ្ងៃនេះខ្ញុំនឹងបកស្រាយអំពី3ចំណុចដែលនិយាយអំពីគុណសម្បត្តិដែលទិញម៉ូតូអត់ឯកសារហើយនឹង3ចំណុចទៀតដែលយើងទិញម៉ូតូអត់ឯកសារដដែលប៉ុន្តែវាជាគុណវិបត្តិឬក៏យើងនិយាយថាពីហានិភ័យអញ្ចឹងជាទូទៅគុណសម្បត្តិយើងតែនិយាយថាបងប្អូនអត់សូវមានលុយទេអញ្ចឹងគាត់រកម៉ូតូណាតម្លៃធូរអញ្ចឹងទៅប៉ុន្តែតម្លៃធូរតម្លៃថោកជាទូទៅគឺម៉ូតូអត់មានឯកសារគេហៅថាម៉ូតូអត់ពន្ធប៉ុន្តែយើងត្រូវគិតថាចំពោះដូច Honda Dream Scorpio Click នឹងអត្រាអត់ពន្ធវាសឹងតែ 0% ប៉ុន្តែមានម៉ូតូម៉ាកផ្សេងហ្នឹងដែលអត់មានឯកសារអីដោយសារនាំចូលពីប្រទេសជិតខាងខ្ញុំអត់និយាយទេប៉ុន្តែខ្ញុំនិយាយទាំងថាម៉ូតូគាត់ថារោគអត់ពន្ធប៉ុន្តែម៉ូតូខ្លះជាតិពិតគឺវាអត់ពន្ធទេជាតិពិតគឺម៉ូតូហ្នឹងវាអត់មានឯកសារអញ្ចឹងម៉ូតូមានឯកសារតម្លៃធូរបងប្អូនដែលគាត់រកបាននៅក្នុងទីផ្សារគឺតម្លៃវាធូរអញ្ចឹងឯងប៉ុន្តែចំណុចមួយទៀតដែលល្អសម្រាប់អ្នកដែលប្រើហ្នឹងដោយសារគាត់មិនសូវមានលុយអញ្ចឹងកាលណាម៉ូតូនៅក្នុងតម្លៃធូរគាត់ទិញបានតម្លៃធូរវាផ្សារភ្ជាប់ជាមួយនឹងគាត់ជាអ្នកដែលមិនសូវមានលុយទៀតគាត់មានថវិកាតិចទៀតដោយខ្ញុំឃើញបងមួយគាត់ឆាតមកខ្ញុំគាត់ថា Honda Dream 2026មានផ្លាកលេខប៉ុន្តែអត់មានពន្ធទេអញ្ចឹងគាត់ទិញតម្លៃក្រោមទីផ្សារ 50% ប៉ុន្តែខ្ញុំក៏អត់ណែនាំតែដោយសារគាត់ទិញរួចហើយអញ្ចឹងយើងក៏អត់មានយោបល់អីទេអញ្ចឹងជាទូទៅបើសិនជាម៉ូតូមានឯកសារតម្លៃអាចខុសគ្នាពី2ឬក៏ខុសគ្នាជា3អញ្ចឹងអាតម្លៃវាទៅតាមឯកសារនិងទៅតាមផែនម៉ូតូផងដែរអញ្ចឹងកាលណាគាត់មានថវិកាតិចគាត់អាចទិញបានអានឹងជាចំណុចជាវិជ្ជមានចំណុចទី2តម្លៃថោកអ្នកប្រើប្រាស់ក៏គាត់មានលុយតិចចឹងទៅគាត់តាមលទ្ធភាពគាត់ប្រើបានចឹងទៅប៉ុន្តែចំណុចទី3ឯកសារខ្វះក៏មានដំណោះស្រាយយ៉ាងម៉េចបើសិនជាម៉ូតូអត់មានកាត់គ្រីប៉ុន្តែម៉ូតូហ្នឹងវាមានពាក្យបណ្ដឹងចឹងទៅដោយសារគាត់បាត់កាត់គ្រីពិតប្រាកដមានសាកសីមានអីច្បាស់លាស់គាត់ក៏អាចជាការកាត់បន្ថយហានិភ័យមួយដែរបើកន្លែងហ្នឹងដើម្បីកាត់បន្ថយហានិភ័យមែនទែនព្រោះតែគាត់ទិញម៉ូតូពីម្ចាស់ដើមអញ្ចឹងកាលណាម្ចាស់ដើមហ្នឹងទោះជាគាត់បាត់កាត់គ្រីប៉ុន្តែយើងកូពីអត្តញ្ញាណប័ណ្ណគាត់មកអញ្ចឹងឲ្យគាត់ភ្ជាប់ជាមួយនឹងពាក្យបណ្ដឹងមកអញ្ចឹងកាលណាអត្តញ្ញាណប័ណ្ណជាមួយនឹងពាក្យបណ្ដឹងហានិភ័យវាថយមែនទែនដោយសារអីដោយសារគាត់គឺជាម្ចាស់ហើយអញ្ចឹងវាអត់សូវមានហានិភ័យសម្រាប់យើងទេអញ្ចឹងយើងងាកមកមើលពីគុណវិបត្តិវិញអញ្ចឹងគុណវិបត្តិហ្នឹងជាទូទៅគុណវិបត្តិចំណុចទី1ខ្ញុំអត់ណែនាំទេដោយសារអីវាអាចប៉ះម៉ូតូចោលបើសិនប៉ះម៉ូតូចោលដោយសារអីយើងអត់ដឹងប្រវត្តិម៉ូតូហ្នឹងទេយើងអត់មានភស្តុតាងទេយើងសង្ស័យថាគេយកមកពីណាខុសច្បាប់ដែរឬក៏អត់ទិញទៅថ្ងៃក្រោយយើងជាប់ពីបញ្ហាគេហៅថាទទួលផលចោរកម្មឬក៏អត់អញ្ចឹងជាទូទៅវាអាចពាក់ព័ន្ធជាមួយនឹងផ្លូវតុលាការកន្លែងហ្នឹងបងប្អូនវាហានិភ័យធំមួយគឺកន្លែងហ្នឹងតែម្ដងអញ្ចឹងកាលណាទំនិញដែលខុសពីធម្មតាវាអត់មានឯកសារគ្រប់គ្រាន់ហើយជាទូទៅសមត្ថកិច្ចគេរកឃើញថាម៉ូតូហ្នឹងវាលួចពីអ្នកនេះលួចពីអ្នកនោះអញ្ចឹងវាហានិភ័យរបស់យើងគឺទទួលផលចោរកម្មដែលទទងនឹងបទជាទូទៅហៅបទព្រហ្មទណ្ឌហើយកន្លែងហ្នឹង អ
អញ្ចឹងអ្វីដែលហានិភ័យកាន់តែខ្ពស់គឺតម្លៃខុសធម្មតាអត់កាត់គ្រីអត់កេសាអត់មានវិជ្ជាកម្មសិទ្ធិអីចឹងទៅហើយអត់មានតញ្ញបានច្បាស់លាស់ចឹងទៅហើយបើសិនជាបងប្អូនទិញហើយប៉ុន្តែមានកាត់គ្រីដែរប៉ុន្តែកាត់គ្រីហ្នឹងវាខុសលេខទូខុសលេខម៉ាស៊ីនអីចឹងទៅអាហ្នឹងក៏ចាត់ទុកថាដូចតែម៉ូតូអត់មានឯកសារដែរបងប្អូនកន្លែងហ្នឹងគឺយើងត្រូវប្រយ័ត្នប្រយែងឲ្យមែនទែនអញ្ចឹងអ្វីដែលយើងប្រើបានអ្វីដែលយើងបានប៉ុន្តែម៉ូតូហ្នឹងជួនកាលយើងកំពុងតែប្រើប៉ុន្តែស្ថិតនៅក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចដោយសារអ្នកម៉ាត់ហ្នឹងគេដាក់ពាក្យបណ្ដឹងហើយអញ្ចឹងកាលណាគេដាក់ពាក្យបណ្ដឹងហើយគឺរករហូតថ្ងៃណាមួយគេរកឃើញប៉ះយើងគឺយើងសយធំនឹងតែម្ដងអាហ្នឹងគឺហានិភ័យចំណុចទី1ហានិភ័យចំណុចទី2គឺយើងអត់ដឹងពម៉ូតូហ្នឹងអត់ដឹងពីប្រវត្តិច្បាស់លាស់ទេលេខទូលេខម៉ាស៊ីនអត្តសញ្ញាណប័ណ្ណឯកសារទិញលក់យើងក៏អត់គឺសិតតែអត់ទាំងអស់បងប្អូនខ្លះគាត់ថាម្ចាស់គេលក់ហើយគឺថាអត់មានបញ្ហាទេមានបញ្ហារកគេដល់ពេលថ្ងៃក្រោយមានបញ្ហាផ្លូវច្បាប់យើងទៅរកនៅណាបងប្អូនទៅរកនៅណាហើយខ្លះគេធានាបានទៀតថាធ្វើកាត់គ្រីបានទៀតដោយសារម្ចាស់គេផ្ទាល់ប៉ុន្តែធ្វើផ្ទាល់តែយើងមានឯកសារបើសិនជាយើងអត់មានឯកសារសំអាងមកទេយើងទៅធ្វើនៅណាបងប្អូនអញ្ចឹងអានឹងក៏ជាបញ្ហាដែរចំណុចទី3ហានិភ័យឬក៏គុណវិបត្តិចំណុចទី3វាពាក់ព័ន្ធជាមួយការលក់បន្តបើសិនជាថ្ងៃក្រោយយើងចង់លក់បន្តឥឡូវឧទាហរណ៍ថាបោះអត់ឯកសារដូចជាគាត់ថាទិញបាន1000តម្លៃលក់ទីផ្សារវា2000ជាងវាខុសក្រោមពាក់កណ្ដាលទៀតក្រោម50%ទៀតអញ្ចឹងថ្ងៃក្រោយបើសិនជាគាត់ចង់លក់អញ្ចឹងមានអ្នកណាហ៊ានទិញអត់គឺប្រកាសជាពិបាកនៅក្នុងការលក់ចេញអញ្ចឹងទិញស្រួលប្រើក៏ពិបាកលក់ចេញក៏មិនស្រួលដែរអញ្ចឹងជាទូទៅបងប្អូនតែកាលណាយើងទិញម៉ូតូជាទូទៅនៅស្រុកខ្មែរយើងដូចជាម៉ូតូដែលពេញនិយមខ្លាំងមាន Honda Trim មានម៉ូតូ Scoopy មានម៉ូតូ Honda Click EDV Pink GX អញ្ចឹងទៅគឺភាគច្រើនម៉ូតូទាំងអស់ហ្នឹងសិតតែមានពន្ធសិតតែមានឯកសារសិតតែមានចុះបញ្ជីទាំងអស់អញ្ចឹងបងប្អូនគេថាម៉ូតូអត់លីអូអត់អីបងប្អូនគឺត្រូវតែប្រយ័ត្នឲ្យមែនទែនអញ្ចឹងបើសិនជាយើងចង់ទិញម៉ូតូហ្នឹងតម្លៃថោកក៏ថោកទៅប៉ុន្តែបើសិនជាម៉ូតូដែលមានកាតគ្រីមានក្តារធានាមានពាក្យបណ្ដឹងការមានកាតគ្រីហើយក៏មិនមែនចេះទៅរួចខ្លួនដែរយើងត្រូវថាពិនិត្យកាតគ្រីហ្នឹងអត្តសញ្ញាណប័ណ្ណម្ចាស់ដើមនិងម្ចាស់កម្មសិទ្ធិហ្នឹងវាត្រូវនឹងឈ្មោះនៅក្នុងកាតគ្រីហ្នឹងដែរឬក៏អត់លេខទូលេខម៉ាស៊ីនហ្នឹងវាត្រូវគ្នាដែរឬក៏ទេអញ្ចឹងពេលដែលបងប្អូនទិញមកហ្នឹងបងប្អូនធ្វើលិខិតទិញលក់ច្បាស់លាស់ដែរឬក៏អត់មានសាក្សីដែរឬក៏អត់ហើយបើសិនជាអាចយកមកនឹងមានម្ចាស់ប័ណ្ណម្ចាស់ដើមអាចកាត់ឈ្មោះកាត់បានគឺវាសុវត្ថិភាពរបស់បងប្អូនដោយសារអីបើយើងមានអត្តសញ្ញាណប័ណ្ណម្ចាស់ដើមហើយមានស្មើនឹងម៉ូតូនឹងហានិភ័យសឹងតែ0%ហើយបើសិនជាម៉ូតូនឹងគេយកមកលក់ដោយសារគេជាម្ចាស់ដើមហ្នឹងអញ្ចឹងហានិភ័យរបស់យើងគឺអត់សូវមានបញ្ហាទេអញ្ចឹងម៉ូតូថោកអាចសន្សំលុយនៅថ្ងៃនេះបានប៉ុន្តែប្រភពរបស់ម៉ូតូហានិភ័យរបស់ម៉ូតូមានលុយតិចទៅទិញហើយបើសិនជាមានបញ្ហាអញ្ចឹងបងប្អូនគិតយ៉ាងម៉េចបងប្អូនបើសិនជាម៉ូតូមួយគ្រឿងថោកជាងគេគ្មានឯកសារគ្មានកាតគ្រីគ្មានអីទាំងអស់យើងគូទិញដែរឬក៏អត់ចំពោះយោបល់របស់ខ្ញុំគឺយើងអត់គូទិញទេបើសិនជាទោះតែម៉ូតូមានឯកសារច្បាស់លាស់ក៏ដោយឲ្យតែតម្លៃថោកបងប្អូនត្រូវតែពិនិត្យឲ្យបានច្បាស់លាស់លេខទូលេខម៉ាស៊ីនបើមានតែប័ណ្ណម្ចាស់ដើមបើទិញដូរធ្វើกระดาษលិខិតស្នាមទិញលក់មានសាក្សីមានអីត្រឹមត្រូវហើយកូពីអត្តសញ្ញាណប័ណ្ណម្ចាស់ដើមមួយផងដើម្បីការពារសុវត្ថិភាពបាទអរគុណច្រើនបើសិនចូលចិត្តអាច Subscribe Channel ខ្ញុំបាទអរគុណ